សួស្តីបងប្អូនអរគ្នាអូខេឥឡូវមកជួបជាមួយនឹងវីដេអូទី2របស់ខ្ញុំវិញអញ្ចឹងវីដេអូទី1បងប្អូនបានឃើញហើយទ្រូអីគេខ្លះអញ្ចឹងតោះយើងទៅតាមដាននៅវីដេអូទី2ទាំងអស់គ្នាឥឡូវពួកខ្ញុំបានចេញដំណើរបន្តទៅទៀតហើយពួកខ្ញុំក៏បានមកគ្រប់គ្នាដែរហើយម៉ាស៊ីនម៉ូតូក៏វារៀនត្រជាក់ដូចគ្នាដែរអញ្ចឹងឥឡូវពួកខ្ញុំកំពុងតែបន្តដំណើរទៅរកគោលដៅដែលខ្ញុំត្រូវទៅហើយផ្លូវនេះគឺមិនមែនស្រួលដូចលើកមុនទេលើកនេះគឺជារៀងលំបាកជាងលើកមុនអញ្ចឹងកន្លែងខ្លះដែលខ្ញុំត្រូវទុកកន្លែងខ្លះខ្ញុំកាត់ចោលព្រោះវីដេអូទី2នេះគឺវាយូរខ្លាំងមែនតើវាយូរអញ្ចឹងមានតែខ្ញុំកាត់ចេញខ្លះអូខេតោះយើងតាមដានទាំងអស់គ្នានេះដូចដល់កន្លែងនេះពួកខ្ញុំបានឆ្លងស្ពានមួយហើយស្ពាននេះគឺស្ពានគេធ្វើអំពីឈើទេហើយអត់ដឹងថាស្ពានគេសល់ពីអង្កាលទេហើយនៅពេលដែលជិះម៉ូតូឡើងទៅគឺឡើងទន់ហ្មងស្ពានហ្នឹងប៉ុន្តែចេះសំណាងអត់អីដែលពួកខ្ញុំឆ្លងមកផុតទាំងអស់អូខេតោះយើងទស្សនាបន្តទៀតនេះបងប្អូនខ្ញុំដល់កន្លែងនេះពិតជាឃើញទេសភាពស្រស់ស្អាតខ្លាំងមែនតើបងប្អូនទាំងអស់គ្នាធ្វើឲ្យខ្ញុំតាក់ទាញក្នុងដួងចិត្តរបស់ខ្ញុំចង់មកលេងនៅទីនេះខ្លាំងមែនតើហើយទេសភាពពិតជាមើលមកគឺយើងតាក់ភ្នែកមើលផ្ទាល់គឺតាក់ភ្នែកខ្លាំងមែនតើគួរឲ្យចង់មកលេងបងប្អូនចង់មកលេងមកតាមព្រៃព្រៃមកនឹងឃើញឯផ្លូវហ្នឹងអូខេនេះដូចមកដល់កន្លែងនេះអូដល់សកម្មភាពមុនបងប្អូនបានឃើញហើយខ្ញុំគិតថាខ្ញុំមិនអាចទៅទៀតរួចតែប៉ុន្តែនៅពេលដែលខ្ញុំបានមកដល់ចំណុចមួយនេះហើយសបកកង់ផងខ្ញុំគឺលលងវាសបកកង់វាមិនមែនជាប្រភេទអស់រ៉ូតសបករ៉េសអញ្ចឹងបងប្អូនដឹងហើយសបករ៉េសសបកដែលជិះលើគ្រូសលើអីហើយដល់ពេលមកឲ្យជិះលើផុកដីអញ្ចឹងគឺល្អខ្លាំងមែនតើហើយមកខ្ញុំគិតថាជាប់ហើយប៉ុន្តែនៅពេលដែលមកដល់ចំណុចមួយនេះគឺអត់ជាប់សោះតែយើងតាមដានទាំងអស់គ្នាបន្តទៀតអញ្ចឹងវីដេអូនេះដូចអត់មានអីទេបងប្អូនខ្ញុំអត់សូវមានអីនិយាយច្រើនទេប៉ុន្តែមានតែវីដេអូដើម្បីឲ្យបងប្អូនបានកំសាន្តមើលទាំងអស់គ្នាអញ្ចឹងណាអូខេតោះយើងកំសាន្តទាំងអស់គ្នា
đây đây trong mình thank you នឹងហើយបងប្អូនគ្នានេះគឺជាគោលដៅបន្ទាប់ដែលពួកខ្ញុំមកជុំគ្នានៅទីនេះហើយក៏ជាជំហានបន្ទាប់ដែលពួកខ្ញុំត្រូវចេញទៅបញ្ចប់ដូចគ្នាដែរអញ្ចឹងនេះគឺជាម៉ូតូរបស់បងប្អូនខ្ញុំដូចបងប្អូនបានឃើញហើយថាពួកយើងមានរៀងច្រើនម៉ូតូដែរហើយមានអ្នកខ្លះមានជាត្រេមមានអ្នកខ្លះជិះម៉ូតូធំហើយមានអ្នកខ្លះជិះម៉ូតូយីរ៉ូម៉ូតូចម្រុះគ្នាច្រើនខ្លាំងមែនតើប៉ុន្តែពួកខ្ញុំអត់អីទេគឺយើងរីករាយនឹងស្វាគមន៍សំខាន់ឲ្យតែម៉ូតូហ្នឹងអាចធ្វើដំណើរបាននៅលើហ្នឹងអញ្ចឹងណាអូខេនេះពួកយើងមកឈប់នៅត្រង់នេះហើយពួកយើងនឹងចេញដំណើរទៅទៀតហើយដំណើរនេះគឺជាដំណើរដែលខ្ញុំទៅរកគោលដៅរបស់ពួកខ្ញុំដែលខ្ញុំបានសិតមុននឹងចេញដំណើរនេះចូលឡើងទុនហើយអូខេឥឡូវខ្ញុំបានចាប់ផ្ដើមចេញដំណើរបន្តទៅទៀតហើយនេះគឺជាចំណុចចុងក្រោយរបស់ពួកខ្ញុំដែលខ្ញុំត្រូវទៅអញ្ចឹងបងប្អូនចង់ដឹងថាចំណុចចុងក្រោយរបស់ខ្ញុំគឺមានអីគេខ្លះតោះយើងអញ្ចឹងចំណុចចុងក្រោយនេះគឺអត់ដូចចំណុចទី2ប្រហែលទេអញ្ចឹងចំណុចទី2គឺខ្ញុំកាត់ចោលច្រើនខ្លាំងមែនតើកន្លែងការលំបាកកន្លែងទាំងអស់ហ្នឹងគឺខ្ញុំកាត់ចោលច្រើនដោយសារតែវាវែងខ្លាំងមែនតើវាវែងអញ្ចឹងខ្ញុំមានតែវិធីគឺកាត់ចោលអញ្ចឹងតោះបងប្អូនចូលមើលវគ្គទី3ទាំងអស់គ្នាថានៅក្នុងវគ្គទី3នេះយើងមានអីគេខ្លះហើយខ្ញុំត្រូវឆ្លងកាត់អីគេខ្លះនៅចំណុចទាំងអស់ហ្នឹងតោះ let's goហ្នឹងហើយបន្ទាប់ពីយើងឆ្លងកាត់បលាយមួយដ៏តូចមួយនេះហើយទឹកអត់សូវជ្រៅប្រហែលទេប៉ុន្តែយើងអាចឆ្លងកាត់បានមកគូសំដែរអញ្ចឹងឥឡូវពួកខ្ញុំបានចេញដំណើរទៅទៀតហើយអញ្ចឹងដំណើរនេះគឺជាដំណើរដែលយើងទៅដល់គោលដៅតែម្ដងទេសភាពនៅទីនេះគឺពិតជាស្រស់ស្អាតខ្លាំងមែនតើហើយនៅពេលដែលមើលកាមេរ៉ាអញ្ចឹងវារៀងចាំងមួយពលឺវាអត់សូវស្អាតប្រហែលទេប៉ុន្តែនៅពេលដែលបងប្អូនទៅមើលផ្ទាល់វ៉ាវ view ពិតជាស្អាតខ្លាំងមែនតើនៅកន្លែងបាតបរាយមួយនេះអូខេបងប្អូនអរគ្នាបងប្អូនអរគ្នាចង់ដឹងហើយមែនអត់ថាហេតុអីបានពួកខ្ញុំមកបោះតង់បែបនេះអញ្ចឹងពួកខ្ញុំមកបោះតង់បែបនេះគឺមិនមែនត្រឹមតែយើងមកបោះតង់លេងកំសាន្តអារម្មណ៍ទេប៉ុន្តែអ្វីដែលយើងនៅពីក្រោយហ្នឹងគឺជាគោលដៅគឺជានិមិត្តរបស់ពួកយើងគឺយើងមកដើម្បីបំពាក់បំពន់ដែលជាបរោះដ៏អស្ចារ្យបរោះដ៏ដឹកនាំហ្នឹងដើម្បីឲ្យឡើងទៅមួយកម្រិតទៀតមួយកម្រិតហ្នឹងយ៉ាងម៉េចដើម្បីឲ្យយើងបានឃើញពីខ្លួនឯងដែលចំណុចដែលយើងកំពុងតែខ្វះខាតដែលចំណុចដែលយើងកំពុងតែជាប់គាំងនៅអ្វីមួយដែលយើងកំពុងតែគិតហើយយើងធ្វើកិច្ចការប្រចាំថ្ងៃហើយកុំឲ្យជាប់គាំងនៅក្នុងហ្នឹងអញ្ចឹងខ្ញុំគិតថាចំណុចរឿងទាំងអស់ហ្នឹងពីមុនខ្ញុំមិនដែលគិតថាខ្ញុំនឹងគួររៀនពីចំណុចទាំងអស់ហ្នឹងទេប៉ុន្តែនៅពេលដែលខ្ញុំបានស្គាល់ពួកគាត់ទាំងអស់ហ្នឹងពួកគាត់ចាប់ដើមបើកមកម្ដងតិចរហូតដល់ធ្វើឲ្យខ្ញុំយល់ចឹងខ្ញុំពីមុនគឺខ្ញុំអត់ចូលចិត្តរបៀបបែបហ្នឹងទេប៉ុន្តែនៅពេលដែលចូលមកធ្វើឲ្យខ្ញុំផ្លាស់ប្ដូរហើយធ្វើឲ្យខ្ញុំរៀនបានពីចំណុចទាំងអស់ហ្នឹងហើយធ្វើឲ្យខ្ញុំស្គាល់អ្វីដែលជាខ្លួនឯងហើយកាន់តែធ្វើឲ្យខ្ញុំចង់ស្គាល់វាបន្ថែមទៅមួយកម្រិតទៀតថាខ្ញុំនឹងខ្វះខាតអីគេខ្លះនៅក្នុងខ្លួនរបស់ខ្ញុំហើយរាល់ថ្ងៃខ្ញុំធ្វើបានល្អអីគេខ្លះដែលខ្ញុំកំពុងតែធ្វើប្រចាំថ្ងៃផងខ្ញុំចឹងចំណុចហ្នឹងទាំងអស់ហ្នឹងហើយដែលយើងមកទីនេះហើយយើងដើម្បីបំពាក់បំពន់គ្នាហើយនៅមានរឿងជាច្រើនជាងនោះទៀតដែលយើងត្រូវដឹងយើងត្រូវឮហើយយើងត្រូវឃើញហើយយើងត្រូវអនុវត្តនៅអ្វីដែលយើងបានស្ដាប់ឮនឹងផងដែរនេះគឺជាគោលបំណងដែលពួកខ្ញុំមកជុំគ្នានៅទីនេះមកដល់ទីនេះអ្វីដែលជាសំខាន់បំផុតគឺពួកយើងមានការរួបរวมគ្នាហើយពួកយើងមានការស្គាល់គ្នាបន្ថែមទៅទៀតអញ្ចឹងមានបងប្អូនខ្លះមួយចំនួនខ្ញុំអត់ដែលស្គាល់គាត់ទេប៉ុន្តែនៅពេលដែលមកទីនេះគឺពួកយើងមានពេលដែលយើងត្រូវស្គាល់គ្នាមានពេលដែលយើងត្រូវស្និទ្ធស្នាលគ្នាបន្ថែមនេះគឺជាអ្វីដែលពួកយើងមកទីនេះ អូខេបងប្អូនអរគ្នាឥឡូវខ្ញុំបានមកដល់គោលដៅផងខ្ញុំហើយនេះគឺជាម៉ូតូរបស់បងប្អូនយើងដែលគាត់បានមកមុនហើយនឹងអ្នកដែលមកក្រោយអញ្ចឹងនៅមានអ្នកដែលមកក្រោយទៀតប៉ុន្តែរៀងយប់បន្តិចបានពួកគាត់មកដល់
នេះម៉ូតូដែលពួកគាត់បានមកមុនហើយដែលនៅតាមផ្លូវបងប្អូនបានឃើញហើយនៅលើដីខ្សាច់ដែលមានស្នាមជ្រេស្នាមអីហ្នឹងនេះសត្វតែម៉ូតូរបស់គាត់ដែលគាត់មកមុនហ្នឹងឯងចឹងនេះគឺជាចំណុចដែលពួកខ្ញុំបោះតង់ហើយនេះបងប្អូនមើលទាំងអស់នេះគឺជាតង់ដែលបងប្អូនខ្ញុំគាត់បានបោះនៅទីនេះនេះគឺជាជំហានចុងក្រោយរបស់ពួកយើងឥឡូវយើងបានមកដល់គោលដៅរបស់ពួកយើងហើយនេះគោលដៅរបស់យើងគឺយើងបោះតង់នៅឯបាតបារាយអញ្ចឹងនេះពួកយើងមានការបង្រៀនបន្តិចបន្តួចនៅកន្លែងហ្នឹងដែរអូខេខ្ញុំគឺអស់ត្រឹមប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនអរគ្នាបាយបាយបន្ទាប់ពីយើងរៀបចំវាយវ៉ាន់យើងរួចរាល់ហើយពួកយើងនឹងមានការបង្រៀនដូចខ្ញុំបើកពីខាងមុខចឹងឯងចឹងអរគុណច្រើនបងប្អូនអរគ្នាវីដេអូរបស់ខ្ញុំគឺអត់មានអីច្រើនទេគឺមានត្រឹមតែប៉ុណ្្នឹងឯងហើយខ្ញុំក៏អរគុណទៅកាន់បងប្អូនដែលទស្សនាតាំងពីដើមរហូតមកដល់ទីបញ្ចប់មួយនេះអរគុណច្រើនបងប្អូនទាំងអស់គ្នាសូមឲ្យមានពេលវេលាល្អនៅក្នុងក្រុមគ្រួសារបាយបាយ